VPC នៅក្នុង AWS អញ្ចឹងយើងចាប់ផ្ដើមយើងគ្រាន់តែមកកន្លែង search bar នេះហើយយើង search VPC តើមកយើងជ្រើសរើស VPC យើងនេះនៅពេលដែលយើងដល់កន្លែងហ្នឹងយើងមកកន្លែង Virtual Private Cloud your VPC អញ្ចឹងអានេះនៅក្នុង AWS យើងវានឹងមាន VPC default នៅក្នុងហ្នឹងស្រាប់ប៉ុន្តែយើងអត់ចង់ប្រើអាហ្នឹងទេយើងចង់បង្កើត VPC ថ្មីអញ្ចឹងកន្លែងហ្នឹងវាមាន two option យើងអាចជ្រើស VPC only និង VPC or more VPC or more នឹងរៀង complex អញ្ចឹងយើងប្រើ VPC only ធម្មតាតម្លៃយើងដាក់ឈ្មោះ VPC យើងអញ្ចឹងខ្ញុំបន្ទាប់ខ្ញុំដាក់ឈ្មោះខ្ញុំបណ្ដោយទៅហើយ VPC អញ្ចឹងហើយនៅលើកន្លែងនេះខ្ញុំគ្រាន់តែដាក់ជា IP address size ខ្ញុំអាចដាក់ 10.0.0.0/16 តមកខ្ញុំ create VPC អញ្ចឹងយើងទៅមើលអានេះសិនទៅអញ្ចឹងយើងបង្កើត VPC នេះហើយតមកយើងនឹងបង្កើត public subnet ហើយនិង private subnet នៅក្នុងដែលមាន availability zone 2អញ្ចឹងយើងគ្រាន់តែមកកន្លែង subnet នេះមកហើយយើង create subnet អញ្ចឹងយើងក៏ select VPC មិញដែលខ្ញុំដាក់ឈ្មោះ VPC របស់ខ្ញុំទៅមក subnet អញ្ចឹង subnet ដំបូងរបស់ខ្ញុំចង់ដាក់ឈ្មោះខ្ញុំហើយ public subnet 1 ចឹងខ្ញុំនឹងរើស AP Southeast 2A ចឹងអានឹងជា availability zone របស់ខ្ញុំបន្ទាប់មកខ្ញុំដាក់ size វាអញ្ចឹង 10.0.1.0/24 អញ្ចឹងនៅលើ availability zone 1យើងមាន public subnet 1អញ្ចឹងយើងនឹងបង្កើត virtual subnet 1មួយទៀតនៅក្នុងនឹងដូចគ្នាអញ្ចឹងយើងគ្រាន់តែចុចកន្លែង add subnet អញ្ចឹងយើងដាក់ឈ្មោះខ្ញុំដែរមកហើយ private វិញ subnet 1 preference dial 2A អញ្ចឹង 10.0.2.0/24 រួចរាល់អញ្ចឹងយើង add subnet មួយទៀតដើម្បីដាក់ public subnet 2នៅក្នុង availability zone 2អញ្ចឹងឈ្មោះខ្ញុំទៅតើ public subnet 2 zone B 10.0.2.0/10 ចឹងជាចុងក្រោយគឺ private subnet ចឹងប៉ុណ្្នឹងអស់ហើយយើងអាច check មើលម្ដងទៀតបានថានេះជា public subnet 1 private subnet 1 public subnet 2 private subnet 2ចឹងយើង scroll មកក្រោមហើយ create subnet ចឹងវានឹងដំណើរការចឹងបន្ទាប់ពីវាដំណើរការយើងត្រូវរើសមើល public មានន័យថាយើងអាចឲ្យគេ access បានឲ្យ internet access ចូលបានអញ្ចឹងយើងចុច cream មួយមកចូល access អញ្ចឹងខ្ញុំចូល public
subnet 1 ដំបូងខ្ញុំមក accent មក edit subnet setting ហើយខ្ញុំនឹង enable auto assign public ដូចគ្នាសម្រាប់តែ public ខ្ញុំចូលមកនឹង auto ចំពោះ private ទាំងពីរហ្នឹងគឺអត់ទេយើងអត់ត្រូវការ enable auto public IP ទេដោយសារវាជា private អញ្ចឹងយើងបង្កើត VPC ហើយបង្កើត subnet ហើយអញ្ចឹងចំណុចបន្ទាប់យើងត្រូវបង្កើត internet gateway អញ្ចឹងយើងនឹងមកកន្លែង internet gateway ទៅកន្លែង create ហើយខ្ញុំដាក់ខ្ញុំមកឲ្យ IG ប៉ុណ្ណឹងតមកខ្ញុំ create បន្ទាប់ពី create ហើយយើងចូលមក action ចូលមកកន្លែង attach to VPC អញ្ចឹងនេះខ្ញុំនឹង attach មកឈ្មោះខ្ញុំ VPC នេះសារថ្មីហើយអញ្ចឹងយើងចុចមកខាងក្រោមនេះបើមានអីទេយើង save អញ្ចឹងយើងបង្កើត internet gateway ហើយមួយទៀតយើងត្រូវអញ្ចឹងនៅពេលដែលយើងបង្កើត internet gateway ហើយយើងត្រូវបង្កើតroute table អញ្ចឹង route table យើងចូលមក route table យើងមកយើងដាក់អញ្ចឹងយើង select VPC យើងហើយ create អញ្ចឹងនៅកន្លែងនេះនៅពេលដែលយើងបង្កើត route table មួយហ្នឹងហើយយើងចូលមកកន្លែង edit យើងដាក់វាជា local ហើយយើង add route កន្លែងនេះ /0.0.0/0 ហើយយើងដាក់ internet gateway VPC របស់យើងយើង change តមកយើងមកកន្លែង subnet association ចូលមក edit subnet association ហើយយើងឲ្យវាចូលមកតែ public ទេ association អញ្ចឹងការបង្កើត VPC subnet ទាំង private ទាំង public internet gateway យើងធ្វើឲ្យអស់ហើយអូខេអញ្ចឹងក្រោយពីយើងបង្កើត VPC subnet internet gateway route table អស់ហើយអញ្ចឹងយើងបានធ្វើមកអស់ architecture នឹងអស់ហើយប៉ុន្តែយើងនៅដាក់ EC2 ចូលទៅក្នុង public subnet យើងអញ្ចឹងក៏យើងទៅ AWA យើងវិញហើយយើង search EC2 អញ្ចឹងយើងចុចមកលើ EC2 ហ្នឹងមកហើយយើងមកកន្លែង instance អញ្ចឹងយើងចូលមកកន្លែង launch instance កន្លែងនេះបន្ទាប់មកយើងឲ្យឈ្មោះ EC2 យើងអញ្ចឹងខ្ញុំដាក់ឈ្មោះខ្ញុំយកមក web server ហើយខ្ញុំរើស Ubuntu ចឹងកន្លែងយើងចង់រើសអីក៏បានយើងចង់រើស Amazon Linux macOS Windows Red Hat ហ្នឹងក៏បានដែរតមកកន្លែងនេះគឺកន្លែងរើស AMI យើង AMI វាមានច្រើនតែខ្ញុំរើសយកដំបូងដោយសារតែវាជា basic ជាងគេអញ្ចឹងយើង scroll មកខាងក្រោមទៀតយើងនឹងរើស instant type អញ្ចឹង instant type វាមានច្រើនដែរ free មានប្រហែលជា 3-4 ដែរប៉ុន្តែយើងរើស A ដំបូងគេ AT3 ទៅមកយើង scroll ចុះក្រោមយើងមើលកន្លែង network setting អញ្ចឹងយើងចូលមកកន្លែង edit ហើយយើងរើស VPC ដែលយើងបង្កើតមិញហើយហ្នឹង
ចឹងនៅពេលដែលយើងដាក់ VPC ហើយយើងនឹងមកមើល subnet ដែរព្រោះអីតែយើងបង្កើត subnet យើងមិញយើងមាន subnet ចំនួនសម្រាប់ public ចឹងដោយសារតែនេះខ្ញុំបង្កើត ESC នៅក្នុង public subnet 1ហើយនឹងនៅក្នុង subnet 2ចឹងខ្ញុំនឹងជ្រើសរើស subnet public មកទេទៅមកយើង scroll មកក្រោមទៀតហើយចឹងយើង launch instance អូ keyword វាត្រូវការយើងបង្កើត keyword ចឹងយើងអាច create keyword pair នេះមួយទៅបានដោយប្រើជា .pom ឬមួយ ppk ចឹងយើងប្រើអានេះទៅ open ssh យើង create ដាក់ key name ថា web server key អូខេចឹងយើង launch instance យើងអូខេ instance យើង launch ហើយយើងគ្រាន់តែចុច connect ចឹងយើងចូលមកកន្លែងហ្នឹងមកកន្លែង connect យើងរើស connect using public IP ហើយយើង connect ចូលចឹងយើងនឹងមើលវាដំណើរការនេះចឹង welcome to Ubuntu 8.04.3 តែប្រើប្រាស់លុយដូចចឹងក្នុងហ្នឹងយើងអាចទៅ save ជា console ជាអីទៅក្នុងហ្នឹងទៅតែខ្ញុំអត់បាន specific ទេហ្នឹងគ្រាន់តែជា fundamentally ក្នុងការបង្កើត VPC ដាក់ subnet ភ្ជាប់ជាមួយ internet gateway បន្ទាប់មកដាក់ virtual machine ប្រើនៅក្នុង public យកមកចឹងអរគុណច្រើនសម្រាប់ការស្ដាប់